ជាគេចាប់ដល់ខ្ញុំបាទសូមគ្រូដូចជួយដល់សិស្សទាំងអស់គ្នានេះដែរខ្ញុំបាទឈ្មោះឈិនសមវណ្ណៈជាសមាជិកមួយក្នុងក្លឹបនៅវិទ្យាណាទី10ផ្សេងគឺបានមកឆ្លើយនៅចំណុចទីតគឺចំណុចទី7ទី2គឺសម្បត្តិអគុណកតាយើងចូលជាមួយជាទូទៅទាំងអស់គ្នាអញ្ចឹងជាទូទៅគេថាបើ f នៃ x ជាពហុធាតុហើយ f នៃ x ហ្នឹងចែកជាមួយនឹង x ដក b អញ្ចឹងគេមានសំណងគឺតាំងដោយ f(x) b លើ a ទី2នេះគឺបើ f នៃ b លើ a ហ្នឹងស្មើជាមួយនឹង0អញ្ចឹងនោះ x ដក ax ដកជាមួយនឹង b គឺជាកត្តាមួយនៃពហុធាតុ fx អញ្ចឹងយើងមើលហាក់ក្នុងទី1របស់យើងគឺចូលបង្ហាញថា x ដក2ហ្នឹងគឺជាកត្តានៃពហុធាតុ fx ដែលស្មើជាមួយនឹង x គីបដកជាមួយនឹង 4x ការ៉េបូកជាមួយនឹង 5x បូកដកជាមួយនឹង2ជាងចូលទៅមើលការដោះស្រាយទាំងអស់គ្នាជាងដោះស្រាយលំហាត់ក្នុងទី1គឺចូលបង្ហាញថា x ដក2គឺជាកត្តានៃពហុធាតុ fx អញ្ចឹងយើងមានសមីការយើងគឺ x ដក2ស្មើជាមួយនឹង0ជាងទីរកមកគឺ x យើងស្មើជាមួយនឹង2អញ្ចឹងតាមទ្រឹស្ដីរបស់គុណកតាបើ x ដក2ជាកត្តានៃពហុធាតុ fx នោះនឹងមានសំណល់ f នៃ2យើងគឺស្មើជាមួយនឹង0អញ្ចឹងគេបាន f នៃ2ស្មើជាមួយនឹង0អញ្ចឹងយើងជំនួសដោយកន្លែងណាដែលមាន x ដល់ជាមួយនឹង2អញ្ចឹងគេបាន 2x លើក2លើកជាគីបដកជាមួយនឹង4គុណជាមួយនឹង2លើកជាការ៉េបូកជាមួយនឹង5គុណជាមួយនឹង2ដកជាមួយនឹង2អញ្ចឹងយើងឃើញថានេះបើសិនជាx ដក2គឺជាកត្តានៃពហុធាតុ f(x) ហ្នឹងអញ្ចឹង f(x) យើង f នៃ2យើងគឺស្មើជាមួយនឹង0អញ្ចឹងអានេះគឺស្មើជាមួយនឹង0អញ្ចឹងអានេះស្មើជាមួយនឹង0យើងអានេះឲ្យវាស្មើជាមួយនឹង0ផងដែរអញ្ចឹងគេបានផលិតវាមកគឺ2សេគុណ3គឺវាស្មើជាមួយនឹង8ដក4គុណគុណជាមួយនឹង2ក្រែនេះគឺស្មើជាមួយនឹង4បូកជាមួយនឹង10ដល់យក5គុណជាមួយនឹង2ហើយ4ហើយដក2ទុកនៅដដែលអញ្ចឹងនេះគឺ0វិញគឺស្មើ0ទៅទុកនៅដដែលអញ្ចឹងវាស្មើជាមួយនឹង18ដកអធិស្ស្រ័យគឺ0វិញគឺស្មើជាមួយនឹង8ដកជាមួយនឹង16ដកជាមួយនឹង16បូកជាមួយនឹង8អញ្ចឹងនៅពេលយើងកណនាមក8បូក8ស្មើ16ស្មើនឹង16ស្មើជាមួយនឹង0អញ្ចឹងយើងឃើញថា0នេះស្មើជាមួយនឹង0ក្នុងនេះវាអញ្ចឹងថាពិតខ្ញុំថាដូចនេះយើងគឺ x ដក2នេះគឺជាកត្តាមួយនៃពហុធាតុ fx តែវាស្មើជាមួយនឹង x គីបដកជាមួយនឹង 4x ការ៉េបូកជាមួយនឹង 5x បូកជាមួយដកអធិស្ស្រ័យគឺដកជាមួយនឹង2បាទចឹងក៏សូមអរគុណអញ្ជើញចូលសម្រាប់ការចំណាយពេលវេលាយ៉ាងមានតម្លៃអរគុណស្នាមវីដេអូនេះអរគុណ